អ្វីត្បិតតែថ្ងៃ8ឧសភាដែលជាទិវាពិភពលោកកាកបាទក្រហមអត្តច័ន្ទក្រហមបានកន្លងផុតទៅហើយក្តីក៏នៅមានសប្បុរសជនជាបន្តបន្ទាប់អញ្ជើញនាំយកថវិកាសប្បុរសធម៌ចូលរួមជាវិភាគទានជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងឲ្យកាន់តែមានវិសាលភាពនិងនិរន្តរភាពជាស្ដែងនាថ្ងៃអង្គារទី13ខែឧសភាឆ្នាំ2025នៅទីស្នាក់ការសាខាលោកជំទាវឌូបណ្ណាប្រធានកិត្តិយសសាខាបាននាំយកនៅថវិកាសប្បុរសជនប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដែលទទួលដោយឯកឧត្តមហែមពិសិដ្ឋអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខានៅក្នុងពិធីប្រគល់នឹងទទួលមូលនិធិនេះលោកស្រីជាថ្នាក់ដឹកនាំស្ថាប័នមន្ទីរអង្គភាពនានាក្នុងខេត្តបាននាំយកនៅថវិកាប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងផងដែរលោកជំទាវឌូវណ្ណាបានសំណេះសំណាលនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចឯកឧត្តមលោកជំទាវលោកអុកញ៉ាលោកស្រីដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនពេលកន្លងមកនិងនៅពេលនេះជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តនិងសូមអំពាវនាវសប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដើម្បីមានធនធានក្នុងការជួយដល់ជនរងគ្រោះនិងងាយរងគ្រោះមហន្តរាយក្នុងខេត្តបានទាន់ពេលវេលាស្របតាមទិសស្លោកទីណាមានទុក្ខលំបាកទីនោះមានបេសកកម្មរបស់កាកបាទក្រហមកម្ពុជានិងកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នាមិនទុកនរណាម្នាក់ចោលសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនឹងរងចាំទទួលមូលនិធិរបស់សម្ដេចឯកឧត្តមលោកជំទាវអ្នកអុកញ៉ាលោកអុកញ៉ាលោកស្រីអ្នកនាងកញ្ញាសប្បុរសជនទាំងអស់នៅទីស្នាក់ការសាខារៀងរាល់ម៉ោងធ្វើការ